Watch out for the big one. រឿងទុនសាយអួតនិងខ្យងឆ្លាតការមើលងាយថ្ងៃមួយទុនសាយបានរត់លេងក្បែរមាត់ទឹកហើយប្រទះឃើញពូខ្យងកំពុងវាយឺតនៅលើស្លឹកឈើទុនសាយក៏សើចចំអកថាវ៉េពូខ្យងដើរយឺតយ៉ាងនេះមិនចេះគួញទេអីមួយថ្ងៃដើរបាន1ម៉ែត្រអត់នឹងមើលខ្ញុំនេះមួយផ្លេតដល់ចុងភូមិបាត់ទៅហើយពូខ្យងញញឹមហើយតបថាបងទុនសាយកុំអើមើលងាយទោះខ្ញុំយឺតតែបើប្រកួតគ្នាខ្ញុំមិនប្រកាសថាចាញ់បងទេទុនសាយលឺហើយសើចកាច់កហាចង់ប្រកួតរត់ជាមួយខ្ញុំបានថ្ងៃស្អែកយើងប្រកួតគ្នារត់តាមបណ្ដោយទន្លេនេះទៅដល់ដើមឈើធំនៅចុងផ្លូវផានការដ៏ឆ្លាតវៃនៅយប់នោះខណៈដែលទុនសាយកំពុងដេកលក់យ៉ាងស្រួលដោយមិនខ្វល់អ្វីពូខ្យងបានកត់ឲ្យបងប្អូននិងសាច់ញាតិរបស់គាត់រាប់រយនាក់មកជុំគ្នាពូខ្យងប្រាប់ផែនការយើងមិនអាចឈ្នះទុនសាយដោយកម្លាំងទេតែយើងឈ្នះដោយប្រាជ្ញាពួកឯងម្នាក់ឬទៅពួននៅតាមគុម្ពស្មៅតាមបណ្ដោយផ្លូវប្រកួតពេលទុនសាយស្វែងហៅខ្យងអ្នកដែលនៅខាងមុខត្រូវឆ្លើយថាក្នុងនៅទីនេះការប្រកួតដ៏ចម្លែកព្រឹកឡើងការប្រកួតចាប់ផ្ដើមទុនសាយស្ទុះវឹងដោយព្រួយទុកឲ្យខ្យងនៅឆ្ងាយពីក្រោយរត់បានមួយសន្ទុះទុនសាយឈប់មើលក្រោយហើយស្រែកចំអកខ្យងអើយមកដល់ណាហើយស្រាប់តែមានសំឡេងខ្យងមួយដែលពួននៅខាងមុខឆ្លើយតបថាខ្ញុំនៅទីនេះនៅមុខបងឯងនឹងទុនសាយភ្ញាក់ព្រឹកយីមិនក៏វាមកដល់មុខខ្ញុំបានទុនសាយក៏ខំរត់កាន់តែលឿនថែមទៀតប៉ុន្តែរាល់ពេលដែលទុនសាយឈប់ហើយស្រែកហៅសំឡេងរបស់ខ្យងតែងតែឆ្លើយចេញពីខាងមុខជានិច្ចទីបញ្ចប់ទុនសាយខំរត់ឡើងបែកញើសហូរដូចទឹកហត់ចង់ដាច់ខ្យល់ដើម្បីទៅឲ្យដល់ទីប៉ុន្តែនៅពេលដែលទុនសាយទៅដល់ដើមឈើធំទីបញ្ចប់គាត់បានឃើញពូខ្យងដែលតាមពិតជាបងប្អូនខ្យងមួយទៀតកំពុងអង្គុយលើថ្មចាំបាត់ទៅហើយទុនសាយដួលសន្លប់ដោយភាពអស់កម្លាំងនិងការហួសចិត្តគាត់បានទទួលស្គាល់ថាគាត់ចាញ់ហើយកេតិអប់រំ 1. កុំមានអំនួតភាពខ្លាំងនិងល្បឿនមិនមែនជាអ្វីគ្រប់យ៉ាងទេការមើលងាយអ្នកដទៃគឺជាចំណុចខ្សោយរបស់អ្នក 2. ប្រាជ្ញាឈ្នះកម្លាំងនៅពេលដែលយើងជួបបញ្ហាធំការប្រើប្រាជ្ញានិងការសាមគ្គីគ្នាដូចក្រុមខ្យងអាចយកឈ្នះគូប្រកួតដែលខ្លាំងជាងយើងបាន